បាទហើយនៅព្រឹកបាទថ្ងៃទី6ទីថ្ងៃទីបាទជប់ឲ្យត្រង់តិចមកបាទនៅថ្ងៃទី11បាទមានពិធីបាចផ្កាស្លាបាទដែលមានកូនក្រមុំហ្នឹងណែអាយុបាទអាយុដែល71ឆ្នាំបាទរីឯកូនកំឡោះហ្នឹង66ឆ្នាំបាទហើយរៀបចំពិធីបាចផ្កាស្លាបាចផ្កាស្លាសែនព្រេនចាស់ទុំនេះបានធ្វើឡើងនៅភូមិឃ្លាំងបាទនៅភូមិឃ្លាំងចឹងភូមិបោកទេអូសុំទោសបាទនៅភូមិបងបក់ណាភូមិបងបក់ឃុំភ្នំប្រាសាទស្រុកកំពង់ត្រាចខេត្តកំពតបាទហ្នឹងហើយអូយដូចជាមិនមានអ្វីគាត់ថាជាប្លែកមួយដែរដែលដូចថាកូនកំឡោះហ្នឹងណែអាយុ66ឆ្នាំបាទ66ឆ្នាំណាបាទហ្នឹងហើយកូនក្រមុំហ្នឹងគឺថាមានវ័យចំណាស់បាទមានន័យថាកូនក្រមុំអាយុ71ឆ្នាំបាទហើយនៅព្រឹកថ្ងៃទី11ខែមិនិនាឆ្នាំ2025នេះបានចាស់ទុំបាទហើយបានមានចាស់ទុំទេបាទហ្នឹងហើយកូនកន្លោះនិងកូនក្រមុំដែលមានវ័យចំណាស់ហ្នឹងគឺថាគាត់ស្ម័គ្រចិត្តរៀងខ្លួនបាទហើយសុទ្ធតែពោះម៉ែដូចគ្នាបាទហ្នឹងហើយគាត់ស្រឡាញ់គ្នាជាប្តីជាប្រពន្ធណាបាទណាជាប្តីជាប្រពន្ធសែនព្រេនបាទណែសែនព្រេនមិនមែនសែនអត់ផ្កាស្លាទេគឺថាសែនមានផ្កាស្លាមានស្ពះកាយាអីត្រឹមត្រូវអញ្ចឹងទៅបាទហ្នឹងហើយណាបាទនេះចាស់ទុំទៅចូលរួមបាទនៅភូមិហ្នឹងហើយនៅភូមិបងបក់បាទឃុំប្រាសាទភ្នំខ្យងអញ្ចឹងហ្នឹងបាទនេះទស្សនភាពណាបាទណែជាកូនកន្លោះកូនក្រមុំដែលមានវ័យចំណាស់ដូចគ្នាកូនក្រមុំហ្នឹងអាយុបាទ71ឆ្នាំបាទកូនកំឡោះហ្នឹងណែអាយុ66ឆ្នាំណាហ្នឹងហើយនៅភូមិបងបក់ឃុំប្រាសាទភ្នំខ្យងឃុំភ្នំប្រាសាទបាទណែមានប្រាសាទភ្នំខ្យងឃុំភ្នំប្រាសាទបាទស្រុកកំពង់ត្រាចខេត្តកំពតអ្នកដៃបៃតាដៃជាណាស់ថ្ងៃនេះទទួលតាមតាមបងប្អូនទាំងពីរនឹងសូមអោយមានជ័យជំនះអ្នកអស់ទៅទាំង10ទិសបីមកពុកសូមអោយរស់មកក្នុងសូមអោយលាត្រូវណាបងមើលងាយទៅមកថ្ងៃទៅទីមិនបាទសូមតបចាក់ទៅលេខឲ្យតែអញ្ចឹងយើងបានការឲ្យកម្មបំពេញធ្វើបាត់ចឹងព័ត៌មាននេះគឺថាបានជោគបានជ័យហើយបាទអត់មានបញ្ហាអ្វីដែលកើតឡើងគួរឲ្យបារម្ភឬក៏ភ្ញាក់ផ្អើលអ្វីទេបាទទៅថាកូនកំឡោះកូនក្រមុំគាត់មិនមានវ័យចំណាស់ទេណាបាទហើយគាត់នៅព្រឹកថ្ងៃទី11ខែមីនាឆ្នាំ2025នេះគាត់បានរៀបការបាទរៀបការប៉ុន្តែពិសាអាហារហ្នឹងពេលព្រឹកបាទហ្នឹងពេលព្រឹកណាបាទហើយកូនកំឡោះហ្នឹងពាក់កម្រងផ្កានៅលើនេះបាទហើយសូមបញ្ជាក់ថាมันមានហែចំនួនហែអីទេណាបាទហែចំនួនហែទេគឺកូនក្រមុំហ្នឹងគាត់សំពះផ្ទឹមនៅលើផ្ទះតែម្ដងបាទអញ្ចឹងសូមអានមួយទៅណាបាទជួយបានជួយជ័យបាទការឡើងនឹងចាយទុកតែមួយបានទៅស្អែកហ្នឹងông xe cái số nó xe cái số nó trên caoបាទឯងលោកការទៅតាមឲ្យសំលោកយន្តតrồiបាទអត់សំចែកគ្នាមកចែកគ្នាទៅបាទមោតតតសមាសម្ពុទ្ធតនមោតតយៈតបាទហើយកំពុងបាទស្ពះទៅមើលណាបងប្អូនណាកូនកំឡោះកូនក្រមុំហ្នឹងបាទដែលមានកូនក្រមុំហ្នឹងអាយុ71ឆ្នាំបាទហើយកូនកំឡោះហ្នឹងគេថាអាយុ66ឆ្នាំបាទចិត្តកូនក្រមុំហ្នឹងមានវ័យចំណាស់ជាងកូនកំឡោះបាទ
ចឹងដូចជាមិនមានការឲ្យផ្លែកទៀតទេបងប្អូនណាក៏សូមគោរពលាទៅតាមនេះបាទណាអរគុណបាទសូមគោរពទៅតាមនេះចប់